ការស្ថិតក្តៅអញ្ចឹងពុកម៉ែបងប្អូនយើងមិនដឹងថាញ៉ាំអីអត់តែជាក់ក្នុងនេះគឺណែនាំសូមណែនាំបងប្អូនមកញ៉ាំទឹកសារ៉ុងក្របជីរបស់យើងនឹងអញ្ចឹងជាដំបូងគឺខ្ញុំមកត្រាំក្របជីនឹងសារ៉ុងរបស់យើងអញ្ចឹងណាពុកម៉ែបងប្អូននេះគឺជាផ្លែសារ៉ុងនៅពេលដែលយើងអត់តាន់ត្រាំគឺមានសភាពបែបហ្នឹងអញ្ចឹងនៅពេលដែលត្រាំហើយខ្ញុំក៏ឃើញតម្លៃយើងមាននេះអញ្ចឹងទៅក៏ចិត្តតម្លៃយកមកធ្វើជាទឹកតឡាញដាក់សារ៉ុងក្របជីនឹងតែម្ដងហើយខ្ញុំក៏មកលួយកាត់លើតើរបស់យើងខ្លះដើម្បីដាក់លីជាមួយនឹងតម្លាញដពេលដែលខ្ញុំរំងាស់អញ្ចឹងណាចឹងនឹងកាត់តែពី3ស្លឹកអីចឹងឯងអ្នកទាំងអស់គ្នាចឹងបន្ទាប់ពីខ្ញុំដាក់ដាំទឹកតម្លាញនឹងចោលចឹងទៅគឺខ្ញុំបានយកពេលដែលយើងដាក់ដាំទឹកនឹងយកមកសម្អាតស្រងរបស់យើងធ្វើឲ្យស្អាតយើងបកគ្រាប់បកសបោហើយថែមទាំងអត្តស័យវានៅក្នុងហ្នឹងនិយាយទៅបើសិនជាអត់ស្អាតទេគឺយើងញ៉ាំទៅវាមានអារម្មណ៍ថាទៅផ្លូវចិត្តយើងបន្តិចប៉ុន្តែអត់អីខ្ញុំព្យាយាមធ្វើមួយចឹងទៅតែខ្ញុំក៏មិនបានទៅបកស្អាតអីណាដែរអញ្ចឹងបន្តមកទៀតគឺយើងចាប់ផ្ដើមទៅមើលទឹកតម្លាញរបស់យើងចឹងនេះតម្លាញរបស់ខ្ញុំក៏ប៉ុន្តែគឺខ្ញុំគ្រីវាឲ្យឈ្ងៀមិនឲ្យឈ្ងៀមិនឲ្យឈ្ងុយហើយមិនខ្ញុំដាក់ទឹកចូលប្រហែលជាខ្ទង់ចិត្ត3លីត្រអ្នកគ្នាដល់3លីត្រណាហើយតមកទៀតវាបានពុះអីចឹងទៅខ្ញុំក៏ដាក់ស្ករតាមចំណង់ចិត្តរបស់យើងទៅស្ករហ្នឹងគឺដាក់បរិមាណដែលពុកម៉ែបងប្អូនចូលចិត្តយើងអាចថែមថយទៅតាមចំណង់ចិត្តរបស់យើងបានតែសម្រាប់របស់ខ្ញុំគឺខ្ញុំយកវាផ្អែមឡំតែយើងអត់ចូលចិត្តផ្អែមខ្លាំងចឹងទៅគឺយើងដាក់ស្ករមកល្មមមកសំរុំអញ្ចឹងណាពុកម៉ែបងប្អូនហើយបន្ទាប់ពីបានដាក់ស្ករកូរវាឲ្យសព្វហើយគឺខ្ញុំក៏បានលួចដាក់អំបិលបន្តិចដែរទៅអំបិលយើងក៏ដាក់ច្រើនពេកគ្រាន់តែយើងដាក់មកល្មមធ្វើឲ្យរសជាតិរបស់យើងគឺវាមុនអញ្ចឹងណាចឹងបន្ទាប់ពីខ្ញុំបានដាក់អំបិលដាក់ស្ករអីនឹងហើយយើងរំងាស់វាបន្តិចទៀតមិនទុកឲ្យយូរពេកឯងពុកម៉ែបងប្អូនហើយបានយកវាមកត្រងដាក់នៅក្នុងឆ្នាំងមួយឲ្យស្អាតចឹងទៅចឹងនៃសកម្មភាពដែលយើងបានត្រងណាចឹងបន្ទាប់ពីយើងបានត្រងហើយទឹកតម្លៃដែលយើងទទួលបានគឺបែបហ្នឹងក៏ប៉ុន្តែទឹកតម្លៃហ្នឹងគឺយើងអាចផឹកធម្មតាបានដែរយើងមិនចាំតែដាក់ស្រងក្របជីប៉ុន្តែបើយើងចង់ឲ្យរសជាតិវាកាន់តែឆ្ងាញ់ទៀតហើយញ៉ាំទៅអារបស់ទាំងអស់ហ្នឹងគឺសុទ្ធតែត្រជាក់ក្នុងទេគឺយើងថែមស្រងក្របជីនឹងចូលមកហើយកូរវាឲ្យចូលគ្នាច្បល់ចូលគ្នាឲ្យសាប់ទៅគឺយើងយកវាដាក់ក្នុងទូទឹកកកគឺរួចជាការស្រេចអ្នកនរគ្នាគឺងាយស្រួលធ្វើខ្លាំងមែនទែនចឹងនេះនៅពេលដែលខ្ញុំបានកូរវាច្បល់ចូលគ្នាសាប់អស់អញ្ចឹងហើយអ្នកនរគ្នាឃើញហើយខ្លាញ់ពេកនេះដួសដាក់ផ្ទាល់ហើយផឹកបន្តិចទៅមានអីរសជាតិអែមតែតាឆ្ងាញ់ល្មមគួរសមដែរឆ្ងាញ់ហើយអ្នកនរគ្នាអញ្ចឹងខ្ញុំទទួលយកប៉ុណ្្នឹងឯងមើលសក់ក្បាលអ្នកធ្វើដល់កយតមកទៀតដាក់ក្នុងទូដាក់ទូទៅឲ្យតែចាក់ណានៅពេលដែលយើងឃ្លានអីដកវាយកមកផឹកម្ដងមកគឺមានកម្លាំងមាន power ខ្លាំងតែម្ដងអញ្ចឹងអ្នកនរគ្នានៃសមិទ្ធផលដែលយើងទទួលបានតបើយើងច្រាក់ដបហើយដាក់ខ្ទូខ្លះសេប្រហែលជា1ម៉ោង2ម៉ោងដាក់កន្លែងកក់ទៅគឺវាឆាប់តែចាក់អញ្ចឹងទៅយកមកផឹកមកគឺឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេបើសិនជាពុកម៉ែបងប្អូនស្រឡាញ់ពេញចិត្តកុំភ្លេចជួយ like ជួយ share ខ្ញុំមួយផងអរគុណជួបគ្នាវីដេអូក្រោយទៀតបាយបាយ